ហើយកែស្អែកខ្ញុំនឹងនាំគ្នាមកយ៉ាងហោចណាស់ក៏5នាក់ដែរសាស្ត្រាចារ្យឲ្យឈិនស្វាគមន៍ការមកស្ទូចត្រីលុយទេលឿនរត់មកខាងខ្ញុំដណ្ដើមគ្នាហើយខាងនោះទឹកជ្រៅសមនឹងការស្ទូចបែបបុរាណក្មួយប្រុសត្រីក្នុងស្រះនេះជាពូជអីគេគឺត្រីក្រាញ់ធម្មតានឹងត្រីស្មៅត្រីប្រឡងមានស្រាប់ក្នុងស្រះតាំងពីដើមខ្ញុំមិនដែលលេងកូនត្រីបន្ថែមទេស្អែកខ្ញុំនឹងមកទៀតសួស្តីមិត្តអ្នកស្ទូចត្រីខ្ញុំឈិនស្រាវជ្រាវពីត្រី40ឆ្នាំមកហើយខ្ញុំហ៊ានធានាប្រាប់អ្នកទាំងអស់គ្នាថាត្រីក្រាញ់ប្រៃទំហំប៉ុណ្ណេះនៅក្នុងស្រះនេះមិនមែនមានតែមួយក្បាលទេអ្នកទាំងអស់គ្នាថ្ងៃសៅរ៍សប្តាហ៍ក្រោយខ្ញុំនឹងរៀបចំការប្រកួតស្ទូចត្រីលើកទី1នេះថ្លៃចុះឈ្មោះ500រៀលរង្វាន់ 10,000 រៀលលក្ខខណ្ឌនេះទេអ្នកណាស្ទូចបានត្រីធ្ងន់ជាងគេប្រាក់រង្វាន់ជារបស់អ្នកនោះវ៉ាពិធីចុះឈ្មោះគឺនៅទីនេះស្កេន WeChat ឈ្មោះនិងលេខទូរស័ព្ទខ្ញុំនឹងអាចចូលគ្រប់ដើម្បីជូនដំណឹងបន្ថែម